សូមជូនកំរងសុភាសិតខ្មែរបុរាណកុំត្រាប់ពុតមេអំបៅកុំដៀលដង្កូវថាថោកទាបសុភាសិតឬក៏ពាក្យស្លោកនេះគឺជាការដាស់តឿនយ៉ាងមុតស្រួចចំពោះចរិតមនុស្សនៅក្នុងសង្គមដែលបែងចែកជាពីរន័យធំៗនោះគឺ1ការភ្លេចខ្លួននិងការមើលងាយមេអំបៅគឺជាតំណាងនៃភាពជោគជ័យភាពស្រស់ស្អាតនិងមានភាពមានបានចំណែកឯដង្កូវគឺជាតំណាងនៃភាពក្រខ្សត់ការលំបាកនិងចំណុចចាប់ផ្ដើមដ៏ទាបបំផុតមនុស្សខ្លះនៅពេលដែលខ្លួនឡើងខ្ពស់មានបុណ្យស័ក្តិឬក៏មានទ្រព្យសម្បត្តិច្រើនតែងតែមានជំងឺភ្លេចកំណើតដៀលដង្កូវថាថោកទាបព្រោះគេភ្លេចកំណត់ខ្លួនឯងថាជាកើតមកពីដង្កូវធ្លាប់វានៅលើដីស៊ីតែស្លឹកឈើនិងមានរូបរាងគួរឲ្យស្អប់ខ្ពើមរអើមបែបនោះដូចគ្នាមុននឹងក្លាយទៅជាមេអំបៅទី2ការមើលឃើញតែលទ្ធផលតែមើលរំលងដំណើរការកាលដែលមេអំបៅដៀលដង្កូវដូច្នេះគឺបង្ហាញអំពីភាពល្ងងខ្លៅរបស់ខ្លួនឯងបើគ្មានការអត់ធ្មត់ដេកនៅក្នុងសម្បុកដុកឌឿបើគ្មានការតស៊ូវាទាំងត្រដាបត្រដួនៅក្នុងនាមជាដង្កូវនោះទេមេអំបៅក៏មិនអាចមានស្លាប់ហោះហើរបានដែរនៅក្នុងជីវិតជាក់ស្ដែងក៏មើលងាយអ្នកដែលកំពុងតែក្រខ្សត់ឬអ្នកដែលកំពុងតែខំប្រឹងពីចំណុចសូន្យព្រោះពួកគេគ្រាន់តែមិនទាន់ដល់ពេលដុះស្លាប់តែប៉ុណ្ណោះគតិបណ្ឌិតសម្រាប់ជីវិតមនុស្សដែលអស្ចារ្យបំផុតមិនមែនជាមនុស្សដែលហោះហើរបានខ្ពង់ខ្ពស់នោះទេប៉ុន្តែគឺជាមនុស្សដែលទោះជាហោះហើរដល់ពពកក៏នៅតែមិនភ្លេចកំណើតដែលធ្លាប់ដើរដីស៊ីស្លឹកឈើដូចជាមេអំបៅដៀលដង្កូវអីចឹងដែរការមើលងាយអ្នកដទៃដែលទាបថោកជាងខ្លួននោះមិនបានធ្វើឲ្យយើងមើលទៅខ្ពស់ជាងមុននោះទេផ្ទុយទៅវិញវាបង្ហាញអំពីភាពទន់ខ្សោយនៃចរិតលក្ខណៈរបស់ខ្លួនឯងទៅវិញនោះរីឯសុភាសិតបុរាណមួយឃ្លាទៀតក៏ពោលដែរថាសាបមួយដៃប្រៃមួយចិបតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះនិយាយទៅគេស្ដាប់ធ្វើការអ្វីក៏រលូនអាចកំបាំងមិនមែនស្ថិតនៅលើអំណាចផ្ដាច់ការទេតែវាគឺស្ថិតនៅលើរូបមន្តបុរាណមួយឃ្លានោះគឺពាក្យថាសាបមួយដៃប្រៃមួយចិបសាបមួយដៃឥទ្ធិពលនៃភាពទន់ភ្លន់សាបគឺក្នុងន័យធៀបគឺសំដៅទៅលើមេត្តាធម៌ភាពអត់ឱននិងការដាក់ខ្លួននៅក្នុងនាមជាអ្នកដឹកនាំឬក៏ជាគ្រូបង្រៀនបើយើងប្រើសាបឲ្យបានច្រើននោះគឺបានន័យថាមួយដៃវាបង្កើតបាននៅបរិយាកាសដ៏កក់ក្ដៅមនុស្សនៅជុំវិញខ្លួននឹងមានអារម្មណ៍ថាមានសុវត្ថិភាពនិងមិនរងសម្ពាធនិងមានកម្លាំងចិត្តនៅក្នុងការធ្វើការងារភាពទន់ភ្លន់គឺជាមេដែកឆក់យកបេះដូងមនុស្សគ្រប់រូបចំណែកឯពាក្យមួយឃ្លាទៀតដែលពោលថាប្រៃមួយចិបនោះគឺឫទ្ធានុភាពនៃវិស័យនិងការវិន័យប៉ុន្តែបើមានតែភាពសាបវានឹងคล้ายទៅជាភាពទន់ជ្រាយមនុស្សនឹងលែងខ្លាចលែងគប់គោរពវិន័យហើយការងារនឹងបាត់បង់សណ្ដាប់ធ្នាប់នេះហើយជាមូលហេតុដែលយើងត្រូវតែថែមពាក្យថាប្រៃមួយចិបនោះមួយចិបនេះគឺសំដៅទៅលើភាពម៉ឺងម៉ាត់គោលការណ៍ច្បាស់លាស់និងការដាក់ដាច់ញត្តិអហិង្ការយ៉ាងដាច់ខាតវាមិនមែនជាការជេរស្ដីបន្ទោសឡើយប៉ុន្តែវាក៏ជាការកំណត់ព្រំដែនដើម្បីឲ្យគេដឹងថាអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើសិល្បៈនៃការលាយបញ្ចូលគ្នាជីវិតប្រៀបដូចជាការចំអិនស៊ុបមួយឆ្នាំងអញ្ចឹងបើប្រៃពេកគេលាយបញ្ចូលនោះទេតឹងរឹងពេកគេក៏រត់ចូលបើសំដៅទៅភាពថាសាពេកវាមិនឆ្ងាញ់ធូររលុងពេកការងារវាមិនសម្រេចគោលដៅឡើយរូបមន្តជោគជ័យគឺភាពទន់ភ្លន់ជាមួយនឹងមូលដ្ឋានគ្រឹះមួយដៃហើយប្រើភាពម៉ត់ចត់គឺជាគ្រឿងផ្សំមួយចិបក្នុងការទំនាក់ទំនងកុំរិះគន់គេទាំងកំហឹងចូលប្រើពាក្យសរសើរនិងការលើកទឹកចិត្តឲ្យបានច្រើនសាបរួចទើបរលូនលូកបញ្ចូលគ្នានៅចំណុចកែលម្អបន្តិច
នោះអ្នកនឹងក្លាយទៅជាមនុស្សដែលមានឥទ្ធិពលនិងទទួលបានការគោរពពិតប្រាកដពីអ្នកដទៃចូលធ្វើជាមនុស្សដែលមានចិត្តមេត្តាដូចទឹកប៉ុន្តែក៏ត្រូវមានវិន័យរឹងមាំដូចជាថ្មអញ្ចឹងដែរ